ទេវតាឆ្នាំថ្មីចុះមកហើយចាទេវតាឆ្នាំនេះគឺថាចុះមកអត់លុបមុខទេគឺកោរកៈទេវីវ៉ាវទេវតាឆ្នាំនេះគឺថាចុះមកទទួលគឺថាជុំគ្នាតែម្ដងទុកឲ្យយាយតានឹងដុតធូបមុនបន្ទាប់មកគឺថាបងថ្លៃហើយនឹងបងប្រុសរបស់ខ្ញុំអ្នកដតក៏ប៉ុន្តែគេនាំគ្នាអង្គុយប្រោះព្រំទឹកមុនគាថាដើម្បីទេវតាមើលឃើញនេះហើយគឺបងថ្លៃរបស់ខ្ញុំហើយនឹងបងប្រុសរបស់ខ្ញុំនឹងឯងថ្ងៃនេះគឺថាគាត់មកពីកំពង់ធំគឺដើម្បីមកជួបជុំបងប្អូនសាច់ញាតិទាំង7សន្តាន Oh my god និយាយពីថាដេកលើពេញផ្ទះតែម្ដងដោយសារតែនៅតាមស្រុកស្រែទីជនបទរាសាមញ្ញបងប្អូនទាំងគ្នាគឺមានតែប៉ុណ្ណឹងទេធ្វើតាមលទ្ធភាពអីចឹងណាពីព្រោះថាយើងក៏វានៅឆ្ងាយផ្សារណាមួយមិនសូវមានណាគេលក់អីទេមានតែប៉ុណ្ណឹងគឺថាគ្រប់គ្រាន់បរិបូរណ៍ហើយសូមអុជធូបបួងសួងវត្ថុស័ក្តិសិទ្ធិស្ដេចទេវតាស្មានតែពិធីមង្គលការអីទៅបន្ទាប់ពីថាបងថ្លៃខ្ញុំរួចរាល់ហើយក៏បងចូលបងប្រុសរបស់ខ្ញុំគឺថាស្ញីផ្សេងក៏ដឹងបួងសួងអីគាត់ទេហើយមួយទៀតភ្លើងនៅនេះគឺមិនសូវភ្លឺទេបងប្អូនអរគ្នាដោយសារតែពួកខ្ញុំនៅខាងនេះគឺអត់មានភ្លើងគីឡូអីដល់ទេត្រូវបំភ្លឺដោយអំពូលភ្លើងសូឡាហើយនិងភ្លើងទៀនតែប៉ុណ្្នឹងទេបន្ទាប់មកទៀតគឺថាដល់វគ្គខ្ញុំម្ដងការដែលមកទទួលទេវតាឆ្នាំនេះគឺថាគ្រួសាររបស់ខ្ញុំរៀងកំ pl ែងនិយាយបងប្អូនគ្នាថាមកពពូជហើយអ្វីដែលសំខាន់នោះគឺថាក្មួយខ្ញុំគឺថាអត់ទាន់លក់មុខទេហើយតែចង់ឃើញទេវតាណាបន្ទាប់ពីការអុជធូបបួងសួងទទួលទេវតាហើយយើងធ្វើការប្រះព្រំវិញម្ដងដើម្បីទទួលបាននូវសេចក្តីសុខសុភមង្គលរកទទួលទានមានបានពីពុកម៉ែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាគ្រប់ក្រុមគ្រួសារមិនថាគ្រួសារខ្ញុំគ្រួសារគេទាំងធ្វើដំណើរទីជិតទីឆ្ងាយដល់លេងទៅណាមកណាសូមជួបតែសុខសុភមង្គលសុវត្ថិភាពគ្រប់ក្រុមគ្រួសារគ្រប់អាយុវណ្ណៈសុខៈពលៈកំបីឃ្លាតៗហើយសាធុអរគុណជួបគ្នាវីដេអូក្រោយ